អង្គុយសុកស្រាប់តែនឹកសៀមរាបក៏ចាប់ទូរស័ព្ទមកអូសមើលរូបភាពក៏ឃើញវីដេអូដែលអត់ទាន់កាត់សម្រាប់វីដេអូនេះផងដែរគឺខ្ញុំទៅដល់សៀមរាបមុនដំបូងថ្ងៃមុនដំបូងគ្រាន់តែទៅដល់សៀមរាបភ្លាមនាំគ្នាងូតទឹកងូតអីរួចចេញមកដើរលេងនេះគឺកន្លែងនេះហៅថាកន្លែង Fern Cafe មិនទេខ្ញុំភ្លេចបាត់ហើយបងប្អូនកន្លែងជាមអ្នកសៀមរាបប្រហែលជាគាត់ស្គាល់ច្បាស់ហើយកន្លែងជាមនេះកន្លែងមានសត្វជាមបងប្អូនឃើញនៅក្នុងដៃខ្ញុំមានការ៉ុតនេះគឺខ្ញុំទិញយកទៅឲ្យសត្វជាមព្រោះជាមពេលដែលយើងទៅមើលវាគឺយើងត្រូវយកចំណីទៅឲ្យវាស៊ីហើយជាមនេះគឺវាស៊ីការ៉ុតបងប្អូនចាំមើលខ្ញុំហៅជាមណាអូយកន្លែងនេះខ្ញុំមានការកៀងខ្លួនឯងជាខ្លាំងខ្ញុំធ្លាប់បើកវីដេអូទៅធ្លាប់ឮគេហៅជាមអញ្ចឹងក៏ហៅតាមតែមានអីពេលដែលហៅមកវារត់មកដូចគ្នាតើបងប្អូនតែនិយាយពីថារឿងទេសភាពនៅកន្លែងនេះគឺស្អាតខ្លាំងមែនទែនតែខ្ញុំមកនេះមកអត់ប៉ះកន្លែងគេបាញ់ផ្សែងទេបើចំប៉ះកន្លែងគេបាញ់ផ្សែងនិយាយពីថាអូយស្អាតណាស់តែដោយសារតែមកនេះមកចំពេលដែលគេបានបាញ់ផ្សែងបើនិយាយពីរឿងទេសភាពនេះបើសិនជាថាឲ្យមកដល់លេងមានអីហូបក៏មានទេបងប្អូនមានតែប្រភេទបែបកាហ្វេបែបអីអញ្ចឹងណាកន្លែងនេះមកភាគច្រើនគឺក្មេងៗមកថតរូបទេបើក្មេងៗអីជំទង់អីកន្លោះកមុំអីមកជាគូស្នេហ៍ជាលក្ខណៈគូស្នេហ៍ក៏បានប្តីប្រពន្ធក៏បានដែរមកថតរូបនឹងតែអេមកន្លែងនេះបន្ទាប់ពីទៅកន្លែងជាមរួចខ្ញុំក៏ចាប់ផ្ដើមមកដល់កន្លែងព្រះអង្គជេកព្រះអង្គចំមកមើលរូបសំណាកជនភេសឹកនិងវីរៈកងទ័ពដែលបានពាក់លីគ្រាន់តែមកដល់កន្លែងនេះភ្លាមគឺមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែននិយាយរួមទៅអារម្មណ៍មួយនេះគឺវាដកជាប់ជាពិសេសគឺអ្នកនៅតាមព្រំដែនដូចពួកខ្ញុំជាដើមរត់ម្ដងហើយទៅពីរដងបងប្អូនអីសតតែជាកងទ័ពអញ្ចឹងហើយគ្រាន់តែមកដល់ក៏មានអារម្មណ៍ថាឈឺចាប់អ្វីដែលសំខាន់ណាបងប្អូននៅតាមសៀមរាបតាមកន្លែងចិត្តហ្នឹងក៏មានលក់លក្ខណៈថាខ្ញុំគ្រាន់តែឃើញអក្សរសៀមគឺស្អប់តែម្ដងគឺហេតុអីរបស់ខ្មែរមានយើងមិនប្រើរបស់ខ្មែរឬមួយក៏ប្រទេសផ្សេងចាំបាច់អីទៅប្រើរបស់វានិយាយរួមទៅគឺគ្រាន់តែឃើញក៏ឈឺចាប់ដែរបងប្អូនលក្ខណៈថាយើងលក់នៅនឹងមុខនឹងទាំងគំនូលក្ខណៈថាវីរៈកងទ័ពជនភេសឹកអីហេតុអីបានលក់ឲ្យមានលក្ខណៈថារបស់សៀមបងប្អូននិយាយមែនខ្ញុំមិនបង្ហាញថាកន្លែងណាទេគ្រាន់ថាឃើញហើយវាឈឺចាប់លក់នឹងមុខទាំងគំនូនឹងតែម្ដងដល់ពេលខ្ញុំសួរគាត់បងហេតុអីបានបងនៅតែប្រើរបស់សៀមនៅតែយករបស់សៀមមកលក់មកប្រើប្រាស់អញ្ចឹងណាហើយគាត់ថាទិញច្រឡំណាបងប្អូនហើយអញ្ចឹងហើយបានថាអ្នកដែលគេនៅទីក្រុងគេអត់សូវយល់អារម្មណ៍ដូចយើងនៅតាមព្រំដែនទេអានេះខ្ញុំនិយាយតែមនុស្សមួយចំនួននេះណាបងប្អូនលក្ខណៈថាពួកគាត់អត់សូវខ្វល់ណាតែអ្នកខ្លះក៏ទៅសើមែនអ្នកខ្លះគឺគាត់ចេះឈឺចាប់មកកន្លែងនេះគឺអត់មានចំណាយអីច្រើនទេគឺនងគ្នាហូបតែការ៉េម្នាក់ម្ដងគឺបន្តដំណើរទៅមុខទៀតនិយាយរួមទៅគឺពួកខ្ញុំគឺដើរស្រួលទេត្រូវហូបអីគឺហូបនឹងទាំងអស់គ្នាត្រូវអត់គឺអត់ទាំងអស់គ្នា